លោករងឈុននឹងទៅចូលរួមសវនាការស្នើឲ្យផ្ដល់នីតិសម្បទាឡើងវិញនៅសាលាអូតូនៅថ្ងៃទី12ខែឧសភាខាងមុខលោករងឈុនបានប្រាប់វិទ្យុអាស៊ីសេរីថាក្រោយពីលោកបានអនុវត្តទោសបានរយៈពេល3ឆ្នាំមកមេធាវីធ្លាប់បានស្នើទៅតុលាការឲ្យបើកសវនាការផ្ដល់នីតិសម្បទាឡើងវិញដែរតែតុលាការបានលើកពេលលោកបន្តថាប្រសិនបើតុលាការផ្ដល់នីតិសម្បទាឡើងវិញលោកនឹងមានឱកាសធ្វើសកម្មភាពនយោបាយឬដឹកនាំគណៈបកកម្លាំងជាតិបានពេញលេញប៉ុន្តែលោកថាប្រសិនបើតុលាការមិនផ្ដល់យុត្តិធម៌ឲ្យលោកទេគឺលោកត្រូវរងចាំដល់ចុងឆ្នាំ2026ទើបលោកមានសិទ្ធិគ្រប់គ្រាន់ដើម្បីដឹកនាំគណៈបកនយោបាយកាលពីសប្តាហ៍មុនសាលាដំបងរាជធានីភ្នំពេញបានបើកសវនាការលើសំណុំរឿងរបស់លោករងឈុនមួយករណីថ្មីទៀតពីបទមិនរៀងចោលក្នុងសំណុំរឿងញុះញង់តុលាការក៏ទើបចេញដីកាបង្ខំឲ្យលោកផ្ទះលោករងឈុនដើម្បីសងជំងឺចិត្តទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនចំនួន$10,000ដែរទោះបីជាលោករងឈុនមានបណ្ដឹងនៅតុលាការបែបនេះក្តីក៏គណៈបកកម្លាំងជាតិឯនោះវិញបានស្នើឲ្យអាជ្ញាធរបញ្ឈប់ការធ្វើទុកបុកម្នេញដល់សកម្មជនគណៈបកទីប្រឹក្សាគណៈបកកម្លាំងជាតិលោករងឈុនចាត់ទុកការចាប់ខ្លួនថ្នាក់ដឹកនាំមូលដ្ឋានគណៈបកខ្លួនជាបន្តបន្ទាប់មកនេះថាជាការគំរាមកំហែងបំផាក់ស្មារតីសកម្មជនដើម្បីកុំឲ្យចូលរួមជីវភាពនយោបាយជាមួយគណៈបកកម្លាំងជាតិអាញាធរទៅតែបញ្ឈប់នៅរឿងទាំងអស់នេះបើយើងមើលទៅវាអត់មានអ្វីដែលមានកំហុសរហូតទៅដល់ការនាំខ្លួនដាក់ទៅពន្ធនាគារទេបើមានកំហុសយើងគួរតែអប់រំម្ដងជាពីរដងនៅការប្រើប្រាស់បណ្ដាញសង្គមអប់រំគាត់ទៅហើយដោះលែងឲ្យគាត់មកផ្ទះសម្បែងដើម្បីជួយទំនុកបម្រុងដល់ក្រុមគ្រួសាររបស់គាត់ហើយបើថាម្ដងពីរដងមិនរៀងចាស់អានេះជឿអនុវត្តវិធានរបស់អាជ្ញាធរទៅប៉ុន្តែយើងមិនទាន់បានអប់រំអ្វីផងនាំខ្លួនការលើកឡើងនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួនអនុប្រធានក្រុមការងារបណ្ដោះអាសន្នគណៈបកកម្លាំងជាតិស្រុកតាំងគោកខេត្តកំពង់ធំលោកយ៉ាងសុកយាងនឹងបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសរកាលពីថ្ងៃទី22ខែមេសាសាលាដំបងរាជធានីភ្នំពេញបានចោទប្រកាន់លោកយ៉ាងសុកយាងពីបទញុះញង់ឲ្យប្រព្រឹត្តបទអូក្រិដ្ឋជាអាតនិងប្រមាថព្រះមហាក្សត្រពាក់ព័ន្ធនឹងរឿងបង្ហោះសាររិះគន់តាមបណ្ដាញសង្គម Facebook លោករងឈុនឲ្យដឹងថាចាប់តាំងពីដើមខែមីនារហូតមកដល់ពេលនេះយ៉ាងហោចណាស់មានថ្នាក់ដឹកនាំមូលដ្ឋានរបស់គណៈបកកម្លាំងជាតិប្រមាណ3នាក់ហើយត្រូវបានអាជ្ញាធរចាប់ខ្លួននិងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសរ